là dương cron tại select nó lơ ở chua môi ninh tớ cứ vì thưa ca highlight ở dương chả lòng hạt nít khiêm phơi nó lơ Google Sheet vì là ông post សម្រាប់បងប្អូនអាជីវករដែលគាត់ធ្វើការលក់ដូរតាមអនឡាញហើយដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអតិថិជនរបស់គាត់អញ្ចឹងគាត់គ្រាន់តែធ្វើការគ្រប់គ្រងទៅលើអតិថិជនរបស់គាត់តាមរយៈ Google Sheet មកហើយគាត់គ្រាន់តែ share link ទៅគាត់អាចបើកនៅតាមដោយគាត់អាចប្រើ account Gmail តែមួយទៅគាត់អាចប្រើវានៅលើ laptop ក៏បានគាត់អាចប្រើវានៅលើ tablet ក៏បានឬក៏បងប្អូនអាច access តាមទូរស័ព្ទដៃក៏បានដែរគ្រាន់តែធ្វើតារាងជាមួយនឹងយើងងាយស្រួលមែនតើយើងនៅទីណាក៏បានក៏យើងអាចគ្រប់គ្រងអតិថិជនរបស់យើងបានថាគាត់បានទូទាត់ឬក៏អត់យើងគ្រាន់តែចុច tick ទៅវា highlight ហ្មងចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើតោះយើងធ្វើតាមខ្ញុំទាំងអស់គ្នាចាអញ្ចឹងទីមួយយើងត្រូវមានតារាងបញ្ជីរបស់យើងនៅលើ Google Sheet របស់យើងនឹងមកចាដើម្បីធ្វើទៅលើ checkbox ហ្នឹងយើងមានតារាងហើយយើងមានលេខរៀងអតិថិជនលេខទូរស័ព្ទនិងទីតាំងរបស់គាត់ហើយចុងក្រោយគឺយើងមានថាបានទូទាត់ឬក៏អត់អញ្ចឹងដើម្បីធ្វើ checkbox ទី1គឺកន្លែងទូទាត់នេះយើងចង់ធ្វើ checkbox កន្លែងហ្នឹងគឺយើងត្រូវ select ពីក្រោមនឹងមករហូតដល់ជួរចុងក្រោយណាចាបន្ទាប់មកយើងអូសឡើងលើបន្តមកទៀតយើងចូលទៅកន្លែង insert នេះឃើញទេ insert ហើយយើងរកមើលពាក្យថា check box ចាអញ្ចឹងយើងបាន check box ហើយបញ្ជាក់ណា check box ហ្នឹងគឺវាមានតម្លៃតែ true និង false ទេអញ្ចឹងចង់ដឹងថាវាបោះតម្លៃ true ឬ false យើងអាចចុចនៅកន្លែងនេះគេដាក់ថាស្មើចុចកន្លែង check box យើងមកហើយ enter មកអញ្ចឹងយើងឃើញ false មានថាយើងអត់ទាន់ tick វាតម្លៃវាគឺ false តែពេលយើង tick គឺតម្លៃវា true អត់ tick គឺ false អូខេចាអញ្ចឹងតម្លៃរបស់ check box មានតែពីរហ្នឹងទេអូខេអញ្ចឹងបន្តមកទៀតដើម្បីយើងកំណត់ format របស់វាដើម្បីនៅពេលដែលយើងចុច tick ទៅឲ្យវាចេញពណ៌គឺទីមួយយើងត្រូវ select នេះ select តាំងពីជួរទី1មកដល់ជួរចុងក្រោយហើយអូសចុះក្រោមអង្គយើង select ទៅលើកិច្ចការរបស់យើងទាំងអស់ហ្នឹងអូខេចាយើង select ទាំងអស់ប៉ុណ្ណឹងហើយតែអត់ select អា header វានេះណាយើង select តែធំហ្នឹងមកបន្តមកទៀតយើងចូលទៅលើ format ហើយយើងយកពាក្យថា conditional formatting យើងចុចលើនឹងមកចាអញ្ចឹងនៅក្នុង conditional format rule នេះគឺលក្ខខណ្ឌដែលយើងត្រូវធ្វើនេះវាមាន2វាមាន single color ហើយនិង scale color តែអ្វីយើងត្រូវធ្វើទៅលើ single color គឺយើងចាក់តែមួយពណ៌ទេហើយកន្លែង apply rank នេះគឺកន្លែងយើង select មិញហ្នឹងយើង select ពីណា A2 នេះមែនទេពី A ជួរ A ជួរឈរ A ហើយនឹងជួរ D លេខរៀងទី2រហូតទៅដល់ជួរ E និងលេខរៀងទី16អូខេអញ្ចឹងបើសិនយើងកន្លែងនេះយើងអាចកែបានបើសិនយើងមានដល់ជួរឬអក្សរ F នេះអញ្ចឹងចូលទៅហើយណាអញ្ចឹងយើងដាក់ F 16នឹងមកអញ្ចឹងវានឹង select ម្ដងហ្នឹងហើយអូខេតែការងារយើងធ្វើតែត្រឹម E 16នឹងទេអញ្ចឹងកន្លែងនេះយើង select មិញយើងមិនបាច់ចាំប៉ះពាល់វាទេអ្វីដែលយើងត្រូវធ្វើនេះ format rule គឺកំណត់លក្ខខណ្ឌឲ្យវាអញ្ចឹងយើងអត់យក is not empty នេះទេគឺយើងអូសមកក្រោមមកយើងយកពាក្យថា custom formula អូខេយើងចុចលើហ្នឹងមកអូខេចុចលើហ្នឹងក្នុងប្រឡោះនេះគឺយើងអាចដាក់ជា value ឬក៏ formula តែយើងធ្វើលើ value អូខេចាអញ្ចឹងអ្វីយើងត្រូវធ្វើយើងដាក់ស្មើតបមកគឺយើងត្រូវធ្វើនៅកន្លែងណា value មួយណាគឺនេះជួរcolumn E នេះអញ្ចឹង column E ជួរទី2អញ្ចឹងយើងដាក់ E2 ណាយើង select ឡើងហ្នឹងអញ្ចឹងកន្លែងហ្នឹងយើងចង់ដាក់rule យ៉ាងម៉េចអញ្ចឹងកន្លែង E2 ហ្នឹងស្មើ true មានថាបើសិនជាយើង tick true មានថាយើង tick បើដូចខ្ញុំនិយាយពីមុនហ្នឹងអញ្ចឹងគឺ check box វាឲ្យតម្លៃ2គឺ false និង true អញ្ចឹងកន្លែងនេះបើសិនជាអានេះកន្លែង E2 នេះបើយើង tick មានថាបើសិនវាស្មើនឹង true អញ្ចឹងឲ្យវាធ្វើអីអញ្ចឹងកន្លែងនេះគឺយើងត្រូវកំណត់ពណ៌មកយើងគ្រាន់តែរើសពណ៌កន្លែងនេះ fill color នេះមកហើយយើងយកពណ៌អីដែលយើងចង់បានឧទាហរណ៍ថាខ្ញុំយកពណ៌រៀងពណ៌លឿងចុះណាយកពណ៌លឿងចុះអញ្ចឹងបើយើងប៉ុន្តែបញ្ជាក់ណាកន្លែងនេះយើងត្រូវដាក់សញ្ញាដុល្លារពីមុខ E មួយទៀតដើម្បី lock ដាក់សញ្ញាដុល្លារពីមុខ E ដើម្បី lock កុំឲ្យវាមកដាក់ពណ៌ដល់ column ផ្សេងកុំឲ្យវារេអ
ចឹងយើងកំណត់ពណ៌ហ្នឹងពេលដែលយើងថេចទៅដាក់វាចាប់តពណ៌ថាធំ A នេះទៅដល់ E ទេ A2 ដល់ E ទេអញ្ចឹងវាអត់ចាក់ពណ៌ទៅដល់ជួរផ្សេងទៀតទេយើងត្រូវដាក់ដុល្លារកន្លែងហ្នឹងប៉ុន្តែលេខ2នេះយើងអត់ដាក់ដុល្លារពីមុខទេព្រោះអីយើងចង់ឲ្យយើងអត់ចង់ឡុកជួរដេកនេះទៀតទេយើងឡុកតែជួរឈរទេអានេះយើងដាក់ដុល្លារមុខប៉ុណ្ណឹងមកហើយយើងចង់ដល់យើងអាចសាក់តេស្តមកយើងថេញឃើញទេយើងថេកន្លែងផ្សេងឃើញគឺវាចេញអញ្ចឹងហេអញ្ចឹងបន្ទាប់ពីប៉ុណ្ណឹងហើយយើងចុចពាក្យថាដាំអូខេអញ្ចឹងការងារអាហ្នឹងគឺធ្វើតែប៉ុណ្ណឹងទេដល់ឥឡូវយើងសាក់របងនេះយើងបានទូទាត់រួចហើយឈ្មោះនេះបានទូទាត់រួចហើយចឹងមកដល់នេះចាសូមអរគុណច្រើនសូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗចាសូមអរគុណ